บសួរស្វាគមន៍ការបន្តមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីតឆ្ងាញ់ចានៅក្នុងសប្តាហ៍នេះបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម៉ាដាមយ៉ានជាថ្មីម្ដងទៀតហើយយើងនឹងនាំបងប្អូនទាំងអស់គ្នាធ្វើដំណើរចាគឺថាផ្លូវដែលយើងធ្វើដំណើរពីភ្នំពេញមកកាន់បុកល្ហុងចុងថ្នោតនោះមកដល់ចំណាយពេលត្រឹមតែ1ម៉ោងជាងចាបងប្អូនទាំងអស់គ្នានឹងមកដល់បុកល្ហុងចុងថ្នោតចាអញ្ចឹងចង់ដឹងថាបុកល្ហុងចុងថ្នោតនឹងគឺមានលក្ខណៈពិសេសអ្វីទៅអញ្ចឹងចង់ដឹងថាតើយ៉ាងណាចាក៏សូមនាំបងប្អូនទាំងអស់គ្នាជួបមួយនឹងបងខាងតែម្ដងចាវគ្គនេះពិសេសតែម្ដងបងប្អូនទាំងអស់គ្នាពីបុកល្ហុងចុងថ្នោតមិនមែនមានតែបុកល្ហុងទេបងប្អូនទូទាំងទាំងអស់គ្នាគឺមានអាហារច្រើនមានអីគេខ្លះបងអាចជួយជំរាបបានទេចាអានេះមាន់ដុតចាមាន់ដុតមិនបើទេអូដុតបើតែមានក្រហមបងចាហ្នឹងអញ្ចឹងណាគឺគេមានគ្រឿងគេអញ្ចឹងចាគ្រឿងបងអាចប្រាប់បានជំនាញចុងភៅប្រាប់បានមកគឺនឹងផ្លែចុងភៅខ្ញុំអត់យើងមកនេះយើងមានចុងភៅផ្សេងទៀតមិនមែនបងធ្វើទាំងអស់ទេចាអានេះទឹកត្រីបុកមែនបងចាទឹកត្រីគេបងនេះបងចាទឹកត្រីកោះកងយើងនេះអានេះមួយកន្លែងប៉ុន្មានបង35,000មុតមាន់ដុតធម្មតា35,000បើមិនចេះ40,000វ៉ាវចាអូខេឥឡូវបន្តទៀតបងមានអីគេទៀតបងចាមានអានេះបង្គាអបមីស៊ូវ៉ាវនៅចុងថ្នោតមានគ្រឿងសមុទ្របងបងនេះចាបងធ្វើរាល់ថ្ងៃគឺបងធ្វើប្រចាំតែបុកល្ហុងហ្មងចាខ្ញុំប្រចាំគឺបុកល្ហុងជំនាញរបស់ខ្ញុំណាចឹងនិយាយក្រៅពីបងធ្វើបុកល្ហុងមានផ្សេងអាចធ្វើបានអត់បានចានៅកូនដៃរបស់ខ្ញុំអញ្ចឹងហ៎ចាបងនេះអីគេបងអាហ្នឹងឆាបន្លែអូខេឥឡូវយើងញ៉ាំជាមួយនឹងគ្រឿងសមុទ្រឆាបន្លែគ្រប់មុខវិញម្ដងខ្ញុំមានអារម្មណ៍ថាប្លែកហ៎ចាខ្ញុំឃើញខ្ញុំដើរចូលមកខ្ញុំឃើញមានបងអាជីវករដែលគាត់លក់នៅខាងក្រោមមានគេមានចាំមានប្លន់តនហ្នឹងឯងមានកែបោកហ្នឹងឯងមានសាច់ខកមានចង្រិតចាអាហ្នឹងមិនបងគេលក់ផ្សេងឬមកក៏កន្លែងបងដែរអាហ្នឹងដូចថាជាបងប្អូនរបស់ខ្ញុំមករួមរួមគ្នាអូអញ្ចឹងមិនថាកន្លែងបងតែមួយទេចាអញ្ចឹងយើងអាចទិញខ្ញុំមកញ៉ាំក៏បានឬក៏អីក៏បានដែរចាអូខេឥឡូវអាហ្នឹងកំងមួយគ្នាបានខ្ញុំសុំភ្លក់របស់ពិសេសដែលថាខ្ញុំចង់ញ៉ាំខ្លាំងមែនតើហើយនេះគឺបុកល្ហុងអានេះហៅបុកល្ហុងអីបងអាហ្នឹងឈុតពិសេសក្នុងហាងអូហូបុកល្ហុងឈុតពិសេសចាអានេះលាយចូលគ្នាមែនទេបងចាលាយចូលគ្នាចេះមក5នាក់មកបុកល្ហុងនេះឆ្ងាញ់មែនអញ្ចឹងមិនសំនឹងដូចគេល្បីទេបងប្អូនបងប្រុសគាត់បានមានប្រសាសន៍ថានៅទីនេះបើសិនជាគាត់មកដល់ភ្លាមតែសួរបុកល្ហុងអត់មានហើយគាត់ទៅវិញបងដោយសារគាត់មកហ្នឹងគឺឆ្ពោះមកបុកល្ហុងតែម្ដងតែដូចតែនេះជំរាបអញ្ចឹងថាម្ហូបគាត់ឆ្ងាញ់ទាំងអស់គាត់ថាអ្នកដែលគាត់ចូលចិត្តបុកល្ហុងដូចនេះខ្ញុំនោះគឺត្រូវចិត្តតែម្ដងអត់ខកបំណងដែលយើងធ្វើដំណើរមកតាំងពីរាជធានីភ្នំពេញឬក៏អ្នកដែលគាត់ពងឃ្លានបុកល្ហុងណាចាគឺថាឆ្ងាញ់ខ្លាំងតែម្ដងណាបងប្អូនសំនឹងធ្វើដៃគេថាធ្វើតាំងពីឆ្នាំ2018ចាដល់ឥឡូវប៉ុន្មានឆ្នាំហើយបងមកដល់ឥឡូវ2018 7ឆ្នាំ8ឆ្នាំព្រោះខ្ញុំលក់2010ឆ្នាំចាបងធ្វើដំបងផុតឲ្យអ្នកគេភ្លក់មុនគេអូគឺភ្ញៀវតែហ្មងចានេះបើធ្វើភ្លក់ខ្លួនឯងសិនទេអត់ដូចថាចាប់ដើមលួងឲ្យភ្ញៀវឬថាហើយបើគេរិះគន់ថាខ្វះអីខ្ញុំរៀបចំតាមគាត់ដំបងគាត់ធ្វើលេងហ្នឹងមែនទេបងណាធ្វើលេងដើម្បីបានថវិកាខ្លះអីចឹងទៅណាចាមួយថ្ងៃលក់បានគិតថាผมបើកហាងអីណាចាអត់ទេអត់ដែរទេចាឲ្យពេលស្វាមី9បើកឲ្យចេញជាទ្រង់ទ្រាយធំចឹងមិនដែរមានអារម្មណ៍មិនដែរគិតមិនអាចថាបានធំអញ្ចឹងចាមានអារម្មណ៍សុបាយរីកចាមានអី5ផ្ញើទៅដល់ស្វាមីថាអារម្មណ៍យ៉ាងម៉េចស្វាមីហ្នឹងឯងអ្នកជំរុញឲ្យបើកធំហ្នឹងចានិយាយអារម្មណ៍ពិតរបស់ខ្ញុំអរគុណស្វាមីរបស់ខ្ញុំមែនព្រោះអីពេលដែលគាត់មកជួយខ្ញុំហ្នឹងបានខ្ញុំល្បីរីកចម្រើនក៏ដោយសារគាត់ដែរចាអត់ដំបូងមានឆ្លោះគ្នាទៅចេះអត់ទេបើកធំអីទេឯងអើយទៅមិនកើតទេមិនអត់ទេគាត់មកជួយជំរុញមុនដំបូងបើកហាងនៅពីមុខអង្គុយតុកធម្មតាចាពេលគ្នាមកច្រើនទៅក៏ព្រិចមកក្រោយទៅក៏ចុះ1 2អញ្ចឹងចា
ចេតការឡើងអត់លែងមានកន្លែងក៏ចេតតែធ្វើរហូតតដល់ឥឡូវនឹងអត់ទាន់ចាប់កញ្ចុះហើយនៅធ្វើត អត់ចប់ពេលចាបងប្អូនទាំងអស់គ្នានៅតែមានការពង្រីកចែកថាពង្រីកខ្លួនណាបងប្អូនដោយសារតែដីបរិវេណគាត់នៅខាងក្រោយនេះនៅសល់ធំទៀតហើយក៏សម្រាប់ការគ្រប់គ្រងគឺទោះបីថ្ងៃនេះដូចជាថ្ងៃនេះថ្ងៃចាថ្ងៃដែលខ្ញុំចូលមកថតនេះគឺថ្ងៃអត់មែនចុងសប្តាហ៍ណាបងប្អូននៅតែមានមនុស្សច្រើនតែគាត់ថាអត់ច្រើនខ្លាំងដូចថ្ងៃសៅរ៍ថ្ងៃអាទិត្យបើថ្ងៃសៅរ៍ថ្ងៃអាទិត្យមកថតគឺធានាថាអត់បានថតទេព្រោះថាចុងភៅជាប់ធ្វើមហោបហើយមួយទៀតអត់មានកន្លែងអង្គុយអញ្ចឹងណាចាអញ្ចឹងបងប្អូនទាំងអស់គ្នាមិនមែនថាអត់មានរហូតទេគឺវាអាចថាមានសប្តាហ៍ខ្លះក៏អត់សូវមានមនុស្សដែរអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចអញ្ជើញមកខ្លាចគ្រូគាត់ថាជើមនុស្សច្រើនណាអត់ទៅចាចង់មកលឿនគឺថាមួយថ្ងៃច័ន្ទចាប់ដើមចាហ្នឹងគឺថ្ងៃធម្មតាលឿនចាញៀវច្រើនថ្ងៃសម្រាប់ចាហើយបងមានអី5ផ្ញើជូនទៅដល់បងប្អូនរបស់យើងទាំងអតិថិជនចាអតិថិជនថ្មីក៏ដូចជាបងប្អូនដែរពុំធ្លាប់បានមកចាសូមជើញបងខ្ញុំសូមអរគុណហើយខ្ញុំសូមផ្ដាំផ្ញើដល់អតិថិជនដែលថាមិនទាន់បានមកនឹងបានមកហើយដែលគាត់គ្រប់គ្រងខ្ញុំបានល្បីដល់សប្តាហ៍ហ្នឹងណាចាខ្ញុំសូមអរគុណច្រើនទាំងអស់គ្នាហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់ជួយគ្រប់គ្រងយើងទាំងអស់ចាបងចុងថ្នោតឲ្យបានកាន់តែច្រើនព្រោះអីខ្ញុំជាកូនខ្មែរជួយថែរក្សាចាដើមថ្នោតដែលជាកេរដំណែលដូនតារបស់ខ្មែរយើងចាទៅហើយអ្វីដែលសំខាន់មួយទៀតគឺការលើកស្ទួយនៅម្ហូបអាហារខ្មែរក៏ដូចជាលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងនៅក្នុងការប្រកបនៅមុខរបរនៅក្នុងស្រុកក៏ដូចជាជួយទៅដល់បងប្អូនខ្មែររបស់យើងឲ្យមានការងារធ្វើគ្រប់គ្នាចាអញ្ចឹងលុយក៏បានគ្រប់គ្នាដែរបងណាចាអរគុណហើយនេះខ្ញុំក៏សូមអរគុណទៅដល់បងចាដែលចំណាយពេលវេលាដ៏មានតម្លៃហើយជាពិសេសនោះគឺបានផ្ដល់នៅអាហារដ៏ឈ្ងុយឆ្ងាញ់ចាមួយតុពេញតែម្ដងសម្រាប់នេះខ្ញុំរួមជាមួយនឹងក្រុមការងារក៏ដូចជាការបង្ហាញជូនទៅដល់បងប្អូនទូទាំងប្រទេសដែលលោកបានតាមដានទស្សនាជាមួយនឹងកម្មវិធីរបស់យើងឲ្យលោកជឿថាអូចាបុកល្ហុងចុងថ្នោតហ្នឹងគេល្បីមែនឆ្ងាញ់មែនអត់ចាទីតាំងនៅណាអញ្ចឹងដូចតែបានជម្រាបជូនអញ្ចឹងគឺបងប្អូនអ្នកនេះអាចចូលទៅកាន់ Google Map គ្រាន់តែដាក់ថាបុកល្ហុងចុងថ្នោតឬក៏ចូលទៅកាន់ page បុកល្ហុងចុងថ្នោតដើម្បីធ្វើការស្វែងរកទីតាំងក៏ដូចជាបងប្អូនទាំងអស់គ្នាអាចធ្វើការទស្សនាតាមរយៈកម្មវិធីរបស់យើងចានឹងបាននឹងថាមហូបនៅបុកល្ហុងចុងថ្នោតពិតជាឆ្ងាញ់ហើយមានច្រើនម៉ូតច្រើនម៉ាក់ខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអាចធ្វើការខំមកបានមិនមែនមានតែបុកល្ហុងទេចាអរគុណសម្រាប់ការតាមដានហើយពីកម្មវិធីរបស់យើងក៏មានចាជាចាទឹកពិសាបរិសុទ្ធលីយ៉ុងចាចំនួន4កែសចាផ្ដល់ជូនទៅដល់បងស្រីយើងរៀបចំនៅខាងក្រោមហើយចាជូនទៅដល់បងចាហើយក៏អរគុណទៅដល់ម្ចាស់ផ្នែកនៃកម្មវិធីអរគុណទៅដល់ម្សៅស៊ុបរ៉ូឌីបងប្អូនទាំងអស់គ្នាម្សៅស៊ុបរ៉ូឌីរសជាតិសាច់ជ្រូកផលិតចេញពីវត្ថុធាតុដើមដូចជាសាច់ជ្រូកសុទ្ធល្អដែលសម្ងួតជាម្សៅបូករួមទាំងខ្ទឹមសនិងម្រេចដែលធ្វើឲ្យគ្រប់មុខម្ហូបទាំងអស់មានរសជាតិសាច់ក្លិនឈ្ងុយឆ្ងាញ់ម្សៅស៊ុបរសជាតិសាច់ជ្រូកត្រូវតែរ៉ូឌីលីយ៉ុងបរិសុទ្ធជីវិតស្រស់ថ្លាចាអរគុណជម្រាបលា